សូមជម្រាបសួរដល់បងប្អូនអរគ្នាជាទីមេត្រីនិងជាទីគោរពផងដែរហើយឥឡូវនេះយើងមកទៅចែកគ្នាតែម្ដងថ្ងៃនេះដែលជាថ្ងៃទី26ហើយខែសីហាហើយបញ្ហាព្រំដែនរបស់យើងកំពុងតែក្តៅកគុកទៀតហើយដែលកំពុងតែស្ថិតនៅក្នុងការឃ្លាំមើលរបស់ពិភពលោកបាទរបស់អង់គ្លេសរបស់អាមេរិកដែលកំពុងតែតាមដានយ៉ាងស្អិតរមួតផងដែរហើយនៅពេលនេះក៏លោកស្រីរ៉ូស៊ីមកពីប្រទេសអង់គ្លេសក៏គាត់មិនទាន់បានត្រឡប់ទៅវិញដែរព្រោះគាត់ត្រឡប់ទៅវិញនៅថ្ងៃទី27ថ្ងៃទី28អញ្ចឹងហើយគាត់ក៏នៅឃ្លាំមើលដល់ឡើយហើយទន្ទឹមគ្នានេះដែរក៏ថៃនឹងក៏ត្រូវបានទាមទារឲ្យចុះទៅមើលនៅតំបន់មួយចំនួនដែលជាទឹកដីរបស់ខ្មែរហើយក៏តំណាងដឹកនាំមេដឹកនាំថៃជាន់ខ្ពស់ក៏បាននាំក្រុមគណៈប្រតិភូចុះទៅមើលនៅតំបន់មួយចំនួនដែលខ្លួនដណ្ដើមបានផងដែរប៉ុន្តែពាក់ព័ន្ធនឹងបញ្ហានេះគឺជាបញ្ហាក្តៅកគុកដែលរាជរដ្ឋាភិបាលកម្ពុជាគឺមិនអនុញ្ញាតឲ្យចុះទៅពិនិត្យមើលទេពីព្រោះគាត់អត់មានសិទ្ធិអីដើម្បីឈានជើងចូលមកកាន់ដីខ្មែរទេអញ្ចឹងហេតុដូច្នេះហើយបានជាកម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់តំបន់អានសេះកម្ពុជាតាមរយៈក្រសួងការបរទេសថ្ងៃទី26ខែសីហាឆ្នាំ2026បានចេញលិខិតតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃលោកអនុទានឆានវីរៈគួនទៅកាន់តំបន់អានសេះស្ថិតនៅស្រុកជាំខ្សានខេត្តព្រះវិហារកាលពីថ្ងៃទី23ខែសីហាកម្ពុជាចាត់ទុកដំណើរទស្សនកិច្ចនេះថាជាដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនិងជាការប៉ុនប៉ងអាងការទាមទារខុសច្បាប់លើដែនដីដែលកម្ពុជាចាត់ទុកថាជាដែនដីអធិបតេយ្យភាពរបស់ខ្លួនស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ខ្លួន4ថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃលោកអនុទានឆានវីរៈគួនបានធ្វើទស្សនកិច្ចទៅកាន់តំបន់អានសេះស្ថិតនៅស្រុកជាំខ្សានខេត្តព្រះវិហាររដ្ឋាភិបាលកម្ពុជាបានបង្ហាញការតវ៉ាយ៉ាងខ្លាំងក្លានៅថ្ងៃទី26ខែសីហានេះនិងចាត់ទុកសកម្មភាពរបស់នាយករដ្ឋមន្ត្រីថៃរូបនេះថាជាដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនិងជាការប៉ុនប៉ងដោយចេតនាក្នុងការទាមទារខុសច្បាប់លើដែនអធិបតេយ្យភាពរបស់កម្ពុជាសូមបញ្ជាក់ផងដែរថានាយករដ្ឋមន្ត្រីថៃលោកអនុទានកាលពីថ្ងៃទី23ខែសីហាឆ្នាំ2026នេះសូមបញ្ជាក់ថានាយករដ្ឋមន្ត្រីថៃលោកអនុទានកាលពីថ្ងៃទី23ខែសីហាឆ្នាំ2026នេះបានធ្វើដំណើរទៅកាន់ឧបលរដ្ឋឆាត់ឆានីដែលស្ថិតនៅជិតខេត្តព្រះវិហាររបស់កម្ពុជាដើម្បីត្រួតពិនិត្យតំបន់ព្រំដែនដែលជាកន្លែងដែលលោកបានសន្យាថាគ្រប់គ្រងយ៉ាងពេញទំហឹងចំពោះកងកម្លាំងប្រដាប់អាវុធនិងបានសម្ដែងការព្រួយបារម្ភចំពោះទាហានដែលរងរបួសក្នុងពេលបំពេញភារកិច្ចនេះបើតាមការចុះផ្សាយរបស់កាសែតនៅក្នុងស្រុកថៃនេះតាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនក្រសួងការបរទេសកម្ពុជាបញ្ជាក់ថាតំបន់អានសេះនេះត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំ2025និងជាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់តំបន់អានសេះក្នុងខេត្តព្រះវិហាររបស់កម្ពុជាមិនអាចធ្វើឲ្យការកាន់កាប់នេះក្លាយទៅជាភាពស្របច្បាប់បានឡើយចំពោះរដ្ឋាភិបាលកម្ពុជាព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃត្រូវបានកំណត់ដោយផែនទីខ្នាតមួយលើ200,000ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមជាមួយគ្នានេះកម្ពុជាក៏យោងទៅតាមលើចំណុចទី1នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មការព្រំដែនទូទៅ GBC កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលបានចែងពីការហាមឃាត់សកម្មភាពបង្កហេតុដែលអាចធ្វើឲ្យភាពតានតឹងនៅតាមព្រំដែនកាន់តែកើនខ្លាំងឡើងក្នុងន័យនេះក្រសួងការបរទេសកម្ពុជាក៏បានបញ្ជាក់បន្ថែមថាខ្លួនមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនឬការទាមទារទឹកដីឯកតោភាគីរបស់ថៃឡើយដោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីថៃរូបនេះក៏មិនអាចប៉ះពាល់ដល់ច្បាប់ឬជំហររបស់កម្ពុជាចំពោះព្រំដែនអន្តរជាតិរបស់ខ្លួនបានឡើយក្រសួងការបរទេសកម្ពុជាទាមទារឲ្យភាគីថៃបញ្ឈប់សកម្មភាពភ្លាមបែបនេះនៅតំបន់អានសេះនិងតំបន់ផ្សេងទៀតដែលកំពុងតែត្រូវបានកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់ដើម្បីឲ្យមានការបន្ធូរបន្ថយភាពតានតឹងបង្កើនការជឿទុកចិត្តគ្នានិងសម្រួលដល់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនោះគួរបញ្ជាក់ផងដែរថាកម្ពុជាតែងតែចេញកំណត់ទូតតវ៉ាប្រឆាំងនឹងការធ្វើសកម្មភាពរំលោភបំពានរបស់ភាគីថៃមកលើទឹកដីកម្ពុជាជាច្រើនលើកមកហើយចាប់តាំងពីក្រោយបទឈប់បាញ់លើកទី2កាលពីចុងខែធ្នូឆ្នាំ2025ក៏ប៉ុន្តែភាគីថៃនៅតែបន្តសកម្មភាពយ៉ាងវឹកក្លឿនរបស់ខ្លួនឥតឈប់ឈរឡើយអ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថាការចេញកំណត់ទូតតវ៉ាជាហូរហែរបស់រដ្ឋាភិបាលកម្ពុជានេះ
ជាមជ្ឈបាយការទូតស្របច្បាប់ដែលជួយបញ្ជាក់អំពីជំហររបស់កម្ពុជាក្នុងការមិនទទួលស្គាល់សកម្មភាពរំលោភបំពានដោយខុសច្បាប់របស់ថៃមកលើកម្ពុជាទោះជាយ៉ាងណាក៏ដោយចុះតាមក្រសួងការបរទេសកម្ពុជាមកទល់នឹងពេលនេះភាគីថៃបានពង្រីកកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជារាប់សិបទីតាំងខណៈអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសបានអះអាងថាភាគីថៃបានកាន់កាប់ទឹកដីកម្ពុជារហូតដល់76ទីតាំងចាប់តាំងពីក្រោយមានបទចុះបាញ់បាទ76ទីតាំងបាទ76ទីតាំងនេះបើសិនជាបងប្អូនបានឃើញអំពីថ្ងៃទី24គឺលោកអ៊ុំសំអាតក៏បានរៀបចំឯកសារបាទលោកអ៊ុំសំអាតដែលជាតំណាងរាជគណៈបកប្រឆាំងបាទហើយគាត់បានរៀបចំឯកសារគ្រប់គ្រាន់ហើយរបស់គាត់ដែលមានជាង300ទំព័រហើយមានយុវជនក៏ដូចជាស្ត្រី2នាក់ទៀតមានឯកសារជាច្រើនវ៉ាលីទៀតដែលយើងរាប់មើលទៅច្រើនហើយទាក់ទងទៅនឹងបញ្ហាព្រំដែនយើងឃើញថាតុលាការ ICC បាទគាត់ត្រូវបានដោះស្រាយបាទដោះស្រាយឲ្យក៏ប៉ុន្តែទាក់ទងទៅនឹងការចាប់ខ្លួនមេដឹកនាំថៃគឺសុំព័ត៌មានបន្ថែមបាទចំណុចទាំងនេះទាក់ទងទៅនឹងបញ្ហាព្រំដែនគឺមិនទាន់បានដោះស្រាយក៏ប៉ុន្តែឯកសារមានគ្រប់គ្រាន់ហើយឯកសារដែលនៅខ្វះខាតគឺមានតែមួយទេគឺឯកសារតាក់ទងទៅនឹងការចាប់ខ្លួននាយករដ្ឋមន្ត្រីថៃថ្មីលោកអនុទីននេះតែម្ដងបាទគឺមានន័យថាគាត់ឆ្លៀនពៀនព្រំដែនក៏ប៉ុន្មានក៏ប៉ុន្តែឯកសារដែលមានការចុះហត្ថលេខាឬទទួលស្គាល់ជាផ្លូវការណាមួយគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេដោយសារឯកសាររបស់យើងយោងទៅលើប្រទេសថៃរួមទាំងមូលដែលបានរំលោភបំពានហើយយើងអត់បាននិយាយសង្កត់ធ្ងន់ទៅលើលោកអនុទីនម្នាក់ទេអញ្ចឹងនៅពេលដែលយើងចាប់ខ្លួនគឺយើងត្រូវការឯកសារភ្ជាប់ជាមួយការបញ្ជាឯកសារការបញ្ជារបស់លោកអនុទីនដែលមានទទួលស្គាល់សញ្ញេទទួលស្គាល់បាទជាផ្លូវការទៅតុលាការ ICC អាចចាត់ការហើយនឹងចាប់ខ្លួនបាទភ្លាមរបស់ប្រធានាធិបតីរបស់នាយករដ្ឋមន្ត្រីថៃបាទអញ្ចឹងហើយយើងខ្ញុំសូមបញ្ចប់តែប៉ុណ្ណឹងហើយគាត់នៅចង់ឲ្យបងប្អូនចងចាំថាឥឡូវនេះយើងមិនទាន់បានទៀមទាបានទីតាំងណាមួយទេនៅក្នុងចំណោមទីតាំងដែលថៃបានរំលោភបំពានយកទាំង76ទីតាំងអញ្ចឹងមកដល់ពេលនេះម៉ោងនេះថ្ងៃនេះគឺមិនទាន់យកបានមកវិញទេបាទគឺស្ថិតនៅក្រោមការការពារនិងខ្លំមើលយ៉ាងស្អិតរមួតយ៉ាងកុកក្លឿននិងឥតឈប់ឈររបស់ថៃបាទទាហានថៃនៅប្រចាំការជារៀងរាល់ថ្ងៃហើយជាបន្តបន្ទាប់ទាហានថៃក៏នៅតែត្រូវបាទក្របបែកដាច់ជើងស្ទើរតែរាល់ថ្ងៃដែរបាទគឺនៅតែក្តៅគុកនៅឡើយទេនៅតាមព្រំដែនទោះបីជាមិនទាន់មានការប្រយុទ្ធក៏ប៉ុន្តែក៏នៅតែមានការលឺសំឡេងស្នូកំភ្លើងរាល់ថ្ងៃក៏ប៉ុន្តែនៅក្នុងទឹកដីរបស់ខ្លួនដែលជាការបាញ់ឌឺដងមកឲ្យទាហានកម្ពុជាហើយចូលមកទឹកដីកម្ពុជាកាន់តែជ្រៅហើយពួកគាត់ក៏ត្រូវមានរងរបួសអ្នកខ្លះដាច់ជើងសឹងតែរាល់ថ្ងៃបាទអញ្ចឹងគាត់នៅតែបំពេញយ៉ាងកុកក្លឿនទៀតបាទអញ្ចឹងហើយសូមបញ្ចប់តែប៉ុណ្្នឹងសូមអរគុណបងប្អូនអរគ្នាមានខមមិនចំណុចខ្វះខាតណាសូមជួយខមមិននៅខាងក្រោមវីដេអូបាទសូមអរគុណ